សួស្តីសូមនមស្ការព្រះថេរានុថេរគ្រប់ព្រះអង្គនិងសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាដូច្នេះសូមថ្ងៃទី26ខែ7ឆ្នាំ2025សូមអញ្ជើញសមាជិកសមាជិកាពុទ្ធបរិស័ទទាំងអស់គ្នាដែលគ្រប់គ្រងប្រសង់នោះសូមអញ្ជើញមកនឹងវត្តខ្មែរមេបននេះបោះឆ្នោតនៅម៉ោង12កន្លះនឹងពេលល្ងាច PM ដូច្នេះសូមអញ្ជើញមកគឺថាវាថាវត្តអារាមនេះគឺមានន័យថាជាវត្តអារាមយើងទាំងអស់គ្នាអត់មានបុគ្គលណាមួយជាម្ចាស់ឡើយហ្នឹងហើយវាថាទី2វាថាពុទ្ធបរិស័ទនឹងមានទាំងភិក្ខុនិងសាមណេរបាសកនិងបាសិកាហើយភិក្ខុនិងសាមណេរហ្នឹងបាសកបាសិកាហ្នឹងពុទ្ធបរិស័ទហ្នឹងក្នុងន័យនេះគឺថាមានទាំងតំណាងរាស្ត្រមានទាំងមន្ត្រីរាជការមានទាំងមន្ត្រីទូតធំទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេសចូលរួមយ៉ាងច្រើនអ្នកមុខអ្នកមាត់សិតតែមកជួយគ្រប់គ្រងមានទាំងបច្ច័យហើយបច្ច័យហ្នឹងមានទាំងចុះឈ្មោះនៅក្នុងបញ្ជីយើងមើលពហិយខាងមុខពហិយក៏មានឈ្មោះញាតិញោមពុទ្ធបរិស័ទហ្នឹងចូលរួមកសាងក្នុងខាងក្រោយពហិយហ្នឹងក៏មានពុទ្ធបរិស័ទហ្នឹងចូលរួមកសាងបើយើងចូលទៅសាលាឆាន់ក៏មានពុទ្ធបរិស័ទក៏ចូលរួមកសាងនៅកន្លែងណាក៏មានឈ្មោះពុទ្ធបរិស័ទហ្នឹងចូលរួមកសាងទាំងអស់គ្នាដូច្នេះយើងត្រូវតែការពារយើងត្រូវតែឈឺឆ្អាលយើងត្រូវតែខ្នះខ្នែងថែរក្សាវត្តអារាមរបស់យើងទាំងអស់គ្នាអត់មានបុគ្គលណាមួយជាម្ចាស់ឡើយសូម្បីតែសត្វធាតុប៉មស្មៅមកតងពីតងជាងពីវត្តក៏មានឈ្មោះថាចូលរួមនៃកសាងដែរសូម្បីពុទ្ធបរិស័ទទាំងអត់មានថាវិការអ្វីក៏ដោយមានមតិល្អដើម្បីឲ្យធ្វើឲ្យវត្តនឹងរីកចម្រើនក៏ឈ្មោះនៃការចូលរួមនៃការកសាងដែរនឹងព្រោះថាវិជាពលកម្មនឹងចែកចេញជាពីរផ្នែកពលកម្មដីជើងនិងពលកម្មខួរក្បាលពលកម្មខួរក្បាលក៏មានលុយចូលពលកម្មដីជើងក៏មានលុយចូលដូច្នេះយើងទាំងអស់គ្នាក្នុងនាមជាអ្នកស្រឡាញ់វត្តអារាមជាអ្នកស្រឡាញ់នៅព្រះពុទ្ធសាសនាយើងត្រូវតែការពារវត្តអារាមហើយអ្នកដែលឈួតឈ្មោះហ្នឹងតាមជាមួយព្រះសង្ឃហ្នឹងមិនមានជាអ្នកកាន់នៅព្រះពុទ្ធសាសនាទេគឺថាកាន់នៅសាសនាខាងឆើចហើយអនុវត្តច្បាប់កុម្មុយនីសហ្នឹងកាលណាបើយើងមិនគ្រប់គ្រងទេកាលណាបានដល់ដៃពួកមនុស្សនឹងហើយមនុស្សនឹងតែងតែយកវត្តអារាមរបស់យើងលុកដូរទៅតាមអ្វីដែលខ្លួនចង់បានហ្នឹង